សួស្តីនិងស្វាគមន៍មកកាន់ខ្ញុំរ៉ា Gaming ម្ដងទៀតហើយថ្ងៃនេះគឺខ្ញុំមាន GTA 30 ឬ GTA San Andreas គឺខ្ញុំ recommend ឲ្យគ្នាយើងមាន30 BQ នេះគឺវាល្អវាអាចនឹងដូច FM អញ្ចឹងវាមិនដូចទេវាអាចទៅគឺដូចទាំងស្រុងហ្មងហេតុអីបាទខ្ញុំនិយាយថាដូចឥឡូវគ្នាយើងគាត់ទៅចូលមក30មកវានឹងលោតផ្ទាំងមកបែបនេះគឺគ្នាយើងរងចាំវាបន្តិចគ្នាយើងគាត់ចាំអូខេបន្តមកទៀតគ្នាយើងត្រូវតែមើលថាកន្លែងហ្នឹងមិនគឺវាមានដូច FM ទាំងអស់ហើយវាថាមិនដូចគឺសឹងតែដូចគ្នា99អីអានេះគឺគ្នាយើងម្ដងគ្នាយើងបើកចេះទាំងអស់មកបណ្ដោះឡើងឆាតគឺគ្នាយើងបើកតាមខ្ញុំទាំងអស់អញ្ចឹងដែរមកគឺគ្នាយើងថយនេះអត់នេះបើចង់បានឆាតឡាញដាក់សម្ភារម៉ូដគឺនៅពេលដែលគ្នាយើងមានម៉ូដគ្នាយើងបើកតាមខ្ញុំទាំងអស់បើអ្នកដែលគាត់លេង Clio លេងអីគឺបើក Clio ទៅតែសម្រាប់ខ្ញុំគឺខ្ញុំមិនប៉ះពាល់នឹង Clio នឹងអីទេបន្តមកទៀតគឺគ្នាយើងដាក់នេះណាអញ្ចឹងនេះគឺឈ្មោះខ្ញុំនៅក្នុងក្រុងនៅអីគឺយើងមាន2ហើយយើងមួយទៀតគឺយើងគាត់ចូលមកកន្លែងនេះមកយើងចុចកន្លែងនេះវានឹងរងចាំ add អញ្ចឹងយើងត្រូវរងចាំវាបន្តិចបន្តមកទៀតគឺគ្នាយើងត្រូវទៅចូលសញ្ញាបូកនេះដើម្បីធ្វើការបូក IP ឬបូកអីខ្ញុំគាត់ផាស IP ដែលខ្ញុំបូកហើយមិនគឺសេតចូលនេះមកនេះ 0x តាមសិនយកអូខេយើងផាស IP នឹងចូលមកគ្នាចុច add គឺវានឹងលោតទាំង server បែបហ្នឹងហើយអញ្ចឹងបន្តមកទៀតគ្នាយើងគាត់ទៅចូល server ហ្នឹងចុះបែបនេះហើយយើង connect វានឹងលោតទាំងមកកាន់ server ហើយអញ្ចឹងគ្នាយើងគាត់ទៅចាំអីហ្នឹងបន្តិចដើម្បីឲ្យ game វាដំណើរការអូខេបន្តមកទៀតគឺវានឹងលោតទាំងមកបែបនេះគ្នាយើងគាត់ទៅរងចាំវាបន្តិចឬក៏មកសទុះដើម្បីវាធ្វើការដំណើរការ game ឬក៏អីដែលវាត្រូវរៀបចំនៅក្នុង gameតោះគ្នាយើងរងចាំបន្ទោះឥឡូវគ្នាយើង register មកយើងដាក់លេខកូដមកខ្ញុំដាក់លេខកូដសួរចាំមើលពី3 register លោមកម្ដងទៀតគ្នាយើងគាត់សេលេខកូដដដែលមក1 2 3 4ហើយ register អូខេគេសុំ5ដល់នេះអានេះដាក់1 2 3 4 5 6 7 8 9 Register មកអូខេពេលនឹងដល់ផ្ទះបែបនេះគ្នាយើងគាត់តែមើលតាមអីវាលោតមកទៅគឺយើងមកដល់កន្លែងកើតហើយគ្នាយើងថាខ្ញុំណែនាំខ្លះខ្លះបើគ្នាយើងស្គាល់ក្នុង server ដែលយើងត្រូវ test mode ទៅអីអានេះគឺគ្នាយើងគាត់ដល់នេះskin នេះចេះមិនជូនណាវាលោតផ្ទាំង skin ដើម្បីយើងមើលឲ្យថាមិននេះគឺវាលោតមកបែបនេះហើយយើងស្រឡាញ់ skin ណាដាក់ skin ទៅសម្រាប់ខ្ញុំគឺខ្ញុំស្រឡាញ់ skin មួយនេះហ្នឹងហើយមួយទៀតគឺយើងសរសេរដូចគ្នាគឺ Kali នេះគឺជាឡានហើយគ្នាយើងស្រឡាញ់ឡានមួយណាវាបានជិះមកឥឡូវខ្ញុំសុំហៅឡានយកឡាននេះជិះសោះជិះដែរសិនមានប៉ុណ្ណឹងក្នុងក្រុងហើយសម្រាប់ graphic សម្រាប់អីគឺរៀងអែមណាស់ក្នុងនេះល្អជាង30ផ្សេងហើយហ្នឹងហើយគឺខ្ញុំមានអីច្រើនទេគាត់តែខ្ញុំមិនណែនាំមកប្រាប់គ្នាយើងអំពី30ប៉ុណ្ណឹងគឺហ្នឹងហើយយើងក៏ជួបគ្នានៅវីដេអូបន្ទាប់អំពីទីក្រុង Cambodia Town City Roleplay ដែលពួកយើងបើកដំណើរការឡើងវិញបន្ទាប់ពីចូលឆ្នាំអញ្ចឹងជួបគ្នានៅក្នុងក្រុងរបស់គ្នា